ជំរាបសួរបងប្អូននេះគឺជាហាងឆេងមាសជាតារាងតម្លៃមាសនៅក្នុងស្រុកនៅថ្ងៃទី26ខែមិថុនាឆ្នាំ2026ដែលបងប្អូនអាចមើលតម្លៃរបស់វានៅក្នុងហាងឆេងនីមួយៗតាមហាងហ្នឹងនៅពេលដែលមាសធ្លាក់ចុះអត់ឃើញមានការលួចលើសតម្លៃនិយាយលេងសើចបន្តិចទេថ្ងៃនេះយើងមានដំណឹងជូនបងប្អូនតេតិនជាមួយនឹងព័ត៌មានដែលយើងដឹងថាប្រហែលជាបន្តិចទៀតមានការផ្សព្វផ្សាយហើយទលំទលាបន្ថែមទៀតទៅលើគោលនយោបាយថ្មីរបស់ប្រទេសចិនតេតិនជាមួយនឹងសហគ្រាសជួញដូរពាណិជ្ជកម្មរបស់ប្រទេសចិនហើយកាត់ថា ICBC បានប្រកាសពាក់ទៅជាមួយនឹងការផ្អាកនិន្នាការផ្អាកធម្មតានិន្នាការផ្អាកបែបអញ្ចឹងវាការចេញពីរដ្ឋទេអញ្ចឹងធនាគាររបស់ប្រទេសចិនមួយធំនឹងឧស្សាហកម្មនៃការជួញដូរធនាគារមាសធំហ្នឹងបានផ្អាកតេតិនជាមួយនឹងការធ្វើជាឈ្មោះកម្ដៅសម្រាប់ការជួញដូរឬក៏យើងនិយាយភាសាមួយទៀតថាឈប់ផ្ដល់សេវា broker សេវាជួញដូរសម្រាប់អ្នកវិនិយោគនៅក្នុងប្រទេសចិនទាំងអស់មិនថាទិញមាសភ្លាមលក់ភ្លាមតាមរយៈហាងឆេង Forex ឬក៏ទិញមាសនៅក្នុងថ្ងៃអនាគតរួមនឹងមានបញ្ចូលជាមួយនឹងប្រាក់ផងដែរនៅក្នុងពេលហ្នឹងមិនមែនមានតែធនាគារធំមួយនឹងដែលហៅកាត់ថា ដែលហៅកាត់ថា ICBC ទេសូម្បីតែធនាគារសន្សំចៃប្រៃសណីរបស់ចិនដែលមានឈ្មោះថា Postal Saving Bank of China ឬក៏ធនាគារ Ping An និងធនាគារ Kwang Wang របស់ប្រទេសចិនហ្នឹងក៏ប្រកាសរួមផងដែរតេតិនជាមួយនឹងការធ្វើជា broker ឬក៏ផ្ដល់សេវាកម្មជួញដូរសម្រាប់ពលរដ្ឋចិនឬក៏អ្នកវិនិយោគចិនដែលគាត់ចង់ជួញដូរហាងឆេងមាសហើយការអនុម័តនេះវាកើតឡើងនៅថ្ងៃទី24កក្កដាឆ្នាំ2026អញ្ចឹងនៅខែក្រោយថ្ងៃនេះខែទី26ខែមិថុនាអញ្ចឹងខែក្រោយខែកក្កដាតេតិនជាមួយនឹងការជួញដូរហ្នឹងគឺចាប់ផ្ដើមហើយប៉ុន្តែក្នុងពេលនេះអ្វីដែលយើងឃើញគឺគេតម្រូវឲ្យអតិថិជនទាំងអស់ដែលធ្លាប់បានទិញមាសនៅក្នុងតាមរយៈផ្សារហ៊ុនសៀងហៃដែលមាន broker ទាំងប្រមាណទាំងប្រមាណចូលរួមណាក្នុងការទិញដូរហ្នឹងគឺឲ្យគេបិទ position មានថាដកលុយចេញពីការជួញដូរផ្សារមាសនៅក្នុងប្រព័ន្ធ forex របស់ពួកគេអញ្ចឹងតើជាមួយនឹងតម្លៃមាសយើងឃើញហូរចេញទៀតមានថាអ្នកវិនិយោគត្រូវបានដកចេញប៉ុន្តែការហាងឃាត់នេះអត់មានហាងឃាត់សម្រាប់អ្នកទិញមាសដុំអ្នកមានទិញមាសដុំអាចទិញបានប៉ុន្តែតើជាមួយអ្នកដែលគាត់ចង់ទិញហាងឆេងណា sport gold មក sport gold ជួញដូរ forex ETF ហ្នឹងគឺដកចេញហើយដោយសារតែប្រទេសចិនកំពុងតែឃើញកំពុងតែមើលឃើញតើទៅជាមួយនឹងហានិភ័យនៃការប្រឈមដោយសារតែមានការជួញដូរនៅក្នុងប្រព័ន្ធ forex មានចំនួន leverage តើទៅជាមួយនឹងការខ្ចីប្រាក់ដើម្បីជួញដូរនៅក្នុងទីផ្សារហាងឆេងខិតនៅក្នុងកម្រិតខ្ពស់ដែលផ្ដល់ហានិភ័យខ្ពស់សម្រាប់អ្នកដែលជួញដូរតាមរយៈ forex នៅក្នុងពេលបច្ចុប្បន្នចង់យើងឃើញតម្លៃមាសអាចនឹងធ្លាក់បន្ថែមទៅទៀតនៅពេលដែលប្រទេសចិនចាត់យុទ្ធនាការនេះយើងឃើញទីមួយគឺប្រទេសឥណ្ឌាចាត់យុទ្ធនាការទៅជាមួយនឹងការទិញមាសដើម្បីការពាររូបពីចិនចាត់យុទ្ធនាការដើម្បីការពារលំហូរសាច់ប្រាក់ចេញហើយនិងដើម្បីការពារការខាតបង់របស់អ្នកជួញដូរនៅក្នុងពេលបច្ចុប្បន្នបន្ទាប់ពីប្រាក់ដុល្លារមានការឡើងខ្ពស់ហើយមានការដកសាច់ប្រាក់ច្រើនពីប្រព័ន្ធទីផ្សារហិរញ្ញវត្ថុមិនមែនមានន័យថាប្រទេសចិនលែងទុកចិត្តលើមាសទេរដ្ឋាភិបាលចិនខ្លួនឯងនៅតែបន្តទិញមាសប៉ុន្តែវាជាគោលនយោបាយមួយដើម្បីការពារហានិភ័យនិងការខាតបង់របស់ប្រទេសចិនតាមរយៈការពារអ្នកវិនិយោគរបស់ប្រទេសចិនទីមួយវាផ្អែកទៅលើគោលនយោបាយហិរញ្ញវត្ថុរបស់ធនាគារកណ្ដាលដែលកំពុងតែដំឡើងដែលអត្រាការប៉ាក់ពិតរបស់សហរដ្ឋអាមេរិកនឹងឆ្ពោះទៅកម្រិតខ្ពស់មួយទៀតដែលធ្វើឲ្យសញ្ញាបត្របំណុលនឹងកើនឡើងធ្វើឲ្យដើម្បីប្រឆាំងជាមួយអតិផរណានឹងធ្វើឲ្យតម្លៃមាសរៀងធ្លាក់ចុះបន្តិចទៅនឹងគឺជាគោលដៅរបស់ប្រទេសចិនដែលកំពុងតែឃើញពិសេសទៀតគឺតើជាមួយនឹងសម័យកាលនៃការដកសាច់ប្រាក់ងាយស្រួលដើម្បីយកទៅប្រើប្រាស់ហើយបងប្អូនអាចមើលរូបភាពនេះមួយបានគឺជារូបភាពរបស់ទីផ្សារនៅក្នុងពេលបច្ចុប្បន្នដែលខ្ញុំហៅជម្រាបជូនបងប្អូនមានរូបភាពខ្លះនិងអត់រូបភាពខ្លះទេទីមួយយើងនិយាយពីលុយ digital ចុះលុយ digital ហ្នឹងគឺងាយរងគ្រោះជាងគេបើរាប់តាំងពីឆ្នាំ2025ថ្ងៃទី6ខែ10ឆ្នាំ2025តម្លៃធ្លាក់ចុះរបស់ទីផ្សារលុយ digital ហ្នឹងគឺរហូតដល់ទៅ 54% សរុបទាំងអស់មិនថា crypto មិនថា Solana មិនថា Ethereum ឬក៏កាយគឺវាធ្លាក់យើងយកជាមធ្យមពាក្យគឺ 54% ឥឡូវយើងមើលទៅលើផ្សារស្តុករបស់សហរដ្ឋអាមេរិកផ្សារស្តុកសហរដ្ឋអាមេរិកកាលពីដើមឆ្នាំនឹកពីរាប់ពីខែមករាឡើងមកហ្នឹងក៏មានការកើនឡើងដែរប៉ុន្តែក៏មានការធ្លាក់ចុះដែរនៅក្នុងផ្សារស្តុករបស់សហរដ្ឋអាមេរិកយើងបែងចែកជាពីរគឺ S&P 500ដែលគេនិយាយពីក្រុមហ៊ុនធំទាំង500របស់សហរដ្ឋអាមេរិកឬក៏ Nasdaq អញ្ចឹងបើយើងនិយាយពី S&P 500បើយើងនិយាយពីខែមករាដល់បច្ចុប្បន្នហ្នឹងវាធ្លាប់កើនឡើងនៅក្នុងចំណុចកំពូលរបស់វាគឺ 8% ប៉ុន្តែតើទៅជាមួយនឹងមធ្យមភាពនៃការធ្លាក់របស់វាវិញយើងនិយាយពីមធ្យមភាពបន្ទាប់ពីឡើងរហូតដល់ទៅ 8% ហ្នឹងគឺវាធ្លាក់ចុះនៅក្នុងមធ្យមភាព2ទៅ 4% ហើយតើទៅជាមួយនឹង Nasdaq កើនឡើងការកំឡុងពេលដែលវាកើនឡើងខ្លាំងរាប់ពីខែមករារហូតដល់ខែឧសភានេះគឺពី9ទៅ 13% ប៉ុន្តែឥឡូវមធ្យមភាពធ្លាក់របស់វាគឺដក5និងដក 7% មានថាធ្លាក់ពីចំណុចកំពូលដែលធ្លាប់ឡើងអញ្ចឹងទៅតែទៅជាមួយនឹងផ្សារហ៊ុនរបស់ប្រទេសជប៉ុន
ការឡើងពីខែមករារហូតដល់ទៅខែឧសភានឹងនៅក្នុងចន្លោះ10ទៅ15%ប៉ុន្តែបច្ចុប្បន្នហ្នឹងសាច់ប្រាក់ត្រូវបានដកវិញនៅក្នុងរង្វង់ដក8ទៅដក12%ដកពីចំណុចកម្ពុជាដែលវាធ្លាប់ឡើងប្រទេសចិនក៏ដូចគ្នាដែរដែលយើងដឹងគឺផ្សារហ៊ុនរបស់ប្រទេសចិន CSI 300ហ្នឹងគឺធ្លាប់កើនឡើងនៅក្នុងរង្វង់3ទៅ6%ប៉ុន្តែបច្ចុប្បន្នគឺធ្លាក់ចុះពីចំណុចដែលវាធ្លាប់ឡើងខ្ពស់ហ្មងគឺរហូតដល់ទៅដក8%បើយើងមើលទៅប្រទេសកូរ៉េគឺរាប់ពីខែមករារហូតដល់ខែឧសភាការកើនឡើងរបស់វានៅក្នុងចំណុចកម្ពុជានោះគឺរហូតដល់ទៅ30%ប៉ុន្តែបច្ចុប្បន្នគឺដក10%ហើយតេតិនជាមួយនឹងប្រទេសឥណ្ឌាក៏ដូចគ្នាដែរចំណុចកម្ពុជាធ្លាប់ឡើងរហូតដល់ទៅ9%តែបច្ចុប្បន្នគឺដក6%សម្រាប់តំបន់អឺរ៉ុបវិញគឺការឡើងនៅក្នុងចន្លោះ4ទៅ7%ប៉ុន្តែបច្ចុប្បន្នគឺធ្លាក់ចុះមកវិញគឺក្នុងចន្លោះដក3ទៅដក5%មានន័យថាគ្រប់ទីផ្សារនៅក្នុងពេលបច្ចុប្បន្នធ្លាក់នៅក្នុងទំនោរនៃការដកសាច់ប្រាក់ទាំងអស់ទេអញ្ចឹងមិនមែនតែមាសទេណាគ្រប់ទីផ្សារនៅក្នុងពេលបច្ចុប្បន្នប៉ុន្តែគ្រាន់តែមាសនៅក្នុងពេលបច្ចុប្បន្នរួមជាមួយនឹងផ្សារហ៊ុនឈរនៅក្នុងទីផ្សារដែលរងសម្ពាធដែលគេអាចមើលឃើញថានឹងមានការធ្លាក់ចុះបន្ថែមទៀតបើសិនបើការដំឡើងអត្រាការប្រាក់វាកើតឡើងតែទៅជាមួយនឹងការដំឡើងអត្រាការប្រាក់នៅក្នុងឆ្នាំ2026នៅក្នុងឆ្នាំ2027សហរដ្ឋអាមេរិកមានលទ្ធភាពដំឡើងអត្រាការប្រាក់រហូតដល់ទៅ3ដងអញ្ចឹងមាសចុះនៅក្នុងពេលបច្ចុប្បន្នមិនមែនដោយសារតែតម្លៃមាសមានបញ្ហាមិនមែនដោយសារតែការដួលរលំប៉ុន្តែដោយសារតែគោលនយោបាយរបស់ធនាគារកណ្ដាលជុំវិញពិភពលោករួមជាមួយនឹងធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកកំពុងតែប្រកាសចំហយ៉ាងមើលម៉ាត់ក្នុងការរក្សាអត្រាការប្រាក់ហើយគេអាចមើលឃើញអំពីលទ្ធភាពនៃការដំឡើងអត្រាការប្រាក់នេះមិនទាន់ដំឡើងអត្រាការប្រាក់គ្រាន់តែរក្សាអត្រាការប្រាក់នៅពេលដែលដំឡើងអត្រាការប្រាក់យើងអាចនឹងឃើញទឹកប្រាក់រត់ចេញពីទីផ្សារ commodity ទីផ្សារហាងឆេងមាសឬក៏ទីផ្សារហាងឆេង commodity ផ្សេងសូម្បីតែផ្សារហ៊ុនក៏បានរត់ចេញដែរអញ្ចឹងនេះមិនមែនជារឿងនេះទេវាមិនមែនជារឿងដែលចៃដន្យទេវាជារឿងនៃព្រឹត្តិការណ៍ដែលបំលាស់ប្ដូរពីមួយតំបន់មួយទៅតំបន់មួយសម្រាប់តម្លៃមាសសូមប្រុងប្រយ័ត្នបន្តិចណាមុនការឡើងមកវិញវានឹងមាន correction ខ្ពស់បន្តិចសូម្បីតែផ្សារហ៊ុនក៏ប្រុងប្រយ័ត្នដូចគ្នាដែរតើតើជាមួយនឹងអ្នកដែលជួញដូរផ្សារហ៊ុនតែយ៉ាងណាមិញយើងនៅតែមាន fundamental មានគ្រឹះឬក៏មូលដ្ឋានល្អសម្រាប់តម្លៃមាសនៅឡើយទេប្រហែលខែមុនមួយខែមុនយើងឃើញឥណ្ឌាបិទតើតើជាមួយនឹងការទិញមាសរបស់ពលរដ្ឋខ្លួនដើម្បីការពាររូពីលុយដុល្លារវារត់ចេញពីប្រទេសឥណ្ឌាច្រើនពេកឥឡូវនេះយើងឃើញចិនចាប់តាមប្រកាសនៅខែក្រោយយើងនឹងឃើញអ្នកដែលដកខ្លួនចេញពីវិស័យជួញដូរហាងឆេងរបស់ប្រទេសចិនបិទ position ជាច្រើនចឹងលំហូរនៃការដកខ្លួនចេញពីទីផ្សារតាមរយៈគោលនយោបាយរបស់រដ្ឋយើងនឹងឃើញតម្លៃមាសអាចនឹងរងសម្ពាធមុនវាត្រឡប់ឬក៏វាកើនឡើងមកវិញខណៈដែលប្រាក់ដុល្លារកំពុងតែស្ថិតនៅក្នុងដំណើរផ្លូវរះចិញ្ចាចតាមរយៈការដំឡើងអត្រាការប្រាក់រហូតដល់ទៅ3ដងនៅក្នុងឆ្នាំ2026និង2027ជាលទ្ធភាពដែលវាអាចនឹងដំណើរអត្រាការប្រាក់បានប៉ុន្តែវាផ្អែកទៅលើសេដ្ឋកិច្ចនិងបំណុលរបស់សហរដ្ឋអាមេរិកផងដែរយ៉ាងណាមិញអ្វីដែលខ្ញុំជម្រាបជូនបងប្អូនវាគ្រាន់តែជាព័ត៌មានដែលបងប្អូនត្រូវការផ្ទៀងផ្ទាត់ហើយព័ត៌មានទាំងអស់ហ្នឹងផ្សាយចេញសូម្បីតែព័ត៌មានសារព័ត៌មានចិនសារព័ត៌មានសហរដ្ឋអាមេរិកគឺផ្សាយចេញយ៉ាងទូលំទូលាយកុំភ្លេច download មើលឬក៏ទៅពិនិត្យមើលដើម្បីទទួលបាននៅអ្វីដែលជាព័ត៌មានពេញលេញសម្រាប់បងប្អូនសូមអរគុណសូមជម្រាបលា